នេះគឺជារបៀប pull code ចូលទៅក្នុង GitHub ចឹងដំបូងអ្នកគ្នាចូលក្នុង Google មកអ្នកគ្នា search git ចឹងអ្វីដែលអ្នកគ្នាត្រូវធ្វើគឺអ្នកគ្នាត្រូវ install git សិនដើម្បីអាចប្រើ GitHub ឬក៏ប្រើ command git ហ្នឹងគឺយើងត្រូវ install git ហ្នឹងហើយចឹងអ្នកគ្នាអាចចុចកន្លែង install នេះក៏បានចុច install កន្លែងហ្នឹងក៏បានដែរចឹងអ្នកគ្នានៅលើ Mac អាច install តាមរយៈ browse កន្លែងនេះក៏បានអូខេចឹងបើសិនអ្នកនរគ្នាប្រើ Windows គឺអ្នកគ្នា download ទៅតាម Windows របស់អ្នកនរគ្នាមកចឹងបន្ទាប់ពីអ្នកគ្នា download បានហើយអ្នកគ្នាចូលក្នុង terminal នេះកន្លែង terminal កន្លែងហ្នឹងចឹងនៅក្នុង terminal នេះអ្នកគ្នាត្រូវ make sure ថាអ្នកនរគ្នាមាន version git នៅក្នុងម៉ាស៊ីនរបស់អ្នកនរគ្នាដើម្បី check គឺអ្នកគ្នា git dash v ហ្នឹងមកគឺយើងឃើញអំពី version git របស់យើងហើយអូខេអញ្ចឹងវាមានហើយគឺយើងអាចធ្វើ command git បានហើយអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺអ្នកគ្នាបូក tab មួយហើយអ្នកគ្នាចូលទៅក្នុង GitHub ចឹងនៅក្នុង GitHub របស់អ្នកនរគ្នាគឺអ្នកគ្នាត្រូវតែមាន account GitHub មួយសម្រាប់អ្នកនរគ្នាអញ្ចឹងយើងមាន repo អីយើងដើម្បីយើងអាចបង្កើត repo ចឹងងាយស្រួលទេបើសិនបើអ្នកគ្នាចង់បាន account GitHub គឺដូចអ្នកនរគ្នាចូលទៅក្នុងនៃ register អញ្ចឹងអ្នកគ្នា log in log អីចូលមកនេះ sign up នៅ account របស់អ្នកនរគ្នាមកគឺយើងបាន account នៅ GitHub មួយអ្នកគ្នាចូលកន្លែង tab បុក tab មួយទៀតមកអ្នកគ្នាចូល search global config នេះ global config git ចឹងអ្នកគ្នា search global config git ហ្នឹងមកហើយអ្នកនរគ្នានឹងឃើញ website personal របស់ git ហ្នឹងហើយផ្លូវការរបស់ git ហ្នឹងនេះចឹងអ្នកគ្នាត្រូវ config 2នេះអញ្ចឹងនៅក្នុង global config អ្នកគ្នា copy ទៅប៉ុណ្ណឹងមិន copy ដល់ដុល្លារអ្នកគ្នាត្រឹមហ្នឹងមកអ្នកគ្នា copy ហើយអ្នកគ្នាចូលកន្លែង terminal code របស់អ្នកនរគ្នាបន្ទាប់គឺអ្នកនរគ្នា pass ចូលមកអញ្ចឹងនៅកន្លែងឈ្មោះកន្លែងនេះគឺអ្នកនរគ្នាដូរមកនេះកន្លែងនេះអូខេ sorry នេះកន្លែងនេះឈ្មោះកន្លែងហ្នឹងគឺអ្នកគ្នាលុបចេញហើយអ្នកគ្នាដូរមកឧទាហរណ៍ខ្ញុំដាក់ឈ្មោះខ្ញុំអញ្ចឹងអូខេអ្នកគ្នា config ទៅប៉ុណ្ណឹងមកគឺបានហើយអ្នកគ្នាបន្ទាប់គឺអ្នកគ្នាត្រូវមកកន្លែងនេះទៀតនេះ git config ទៅលើ Gmail របស់អ្នកគ្នាអូខេអញ្ចឹង Gmail កន្លែងនេះគឺត្រូវតែគេត្រូវតែជា Gmail របស់អ្នកគ្នាលុបចេញមកអញ្ចឹងកន្លែងនេះគឺត្រូវតែ Gmail របស់ GitHub ដែលអ្នកគ្នាបានបង្កើតនេះត្រូវតែជា Gmail account GitHub ដែលអ្នកគ្នាបានបង្កើតអញ្ចឹងណាចឹងសូមអ្នកគ្នាដាក់ Gmail នឹងអត់ត្រូវទេគឺវាអត់ដឹងថា git របស់អ្នកគ្នាមួយណាទេអូខេអញ្ចឹងអ្នកគ្នា config 2នឹងរួចអស់ហើយអ្នកគ្នាត្រូវតែគេត្រូវតែ config នេះ2 command ហ្នឹងឲ្យអស់ធ្វើម៉េច config command 2ហ្នឹងឲ្យដែរហើយចាំយើងមកធ្វើនៅ git របស់យើងអញ្ចឹងអ្នកគ្នាអាចធ្វើការបង្កើតនៅ repo មួយមកសម្រាប់យើងផ្ទុកនៅ git របស់យើងផ្ទុកនៅ source code ហ្នឹងអូខេអញ្ចឹងអ្នកគ្នាចូលកន្លែង repo អ្នកគ្នាយក new ហើយកន្លែងឈ្មោះកន្លែងនេះគឺខ្ញុំដាក់ថា to ដាក់ឈ្មោះអីក៏បានដែរស្រេចតែអ្នកគ្នាខ្ញុំដាក់ to do list API អញ្ចឹង description ហ្នឹងគឺខ្ញុំដាក់ថា for learning អញ្ចឹងអ្នកគ្នាដាក់ក៏បានដែរ for learning ទៅអូខេអញ្ចឹងកន្លែង public កន្លែងនេះអ្នកគ្នាអាចបើក public ក៏បាន private ក៏បានដែរបើ public គេអាចមើលឃើញ private គឺអត់តែខ្ញុំដាក់ public ហើយយើង create នៅ repo មួយអញ្ចឹងនៅពេលដែលយើង create repo យើងនឹងឃើញ command ទាំងអស់នេះហើយក៏ប៉ុន្តែយើងអត់ធ្វើ command ទាំងអស់ហ្នឹងទេអ្នកគ្នាយើងធ្វើតែមួយចំនួនទេអូខេតោះឥឡូវយើងចូលទៅកាន់ VS Code របស់យើងដោយនៅកន្លែងនេះគឺយើងវាយ command មក git អ្នកគ្នាត្រូវប្រកាសថាអ្នកនរគ្នាមាន git version ហើយអ្នកគ្នាបើអត់មានទេយើងអត់អាចប្រើ command git នឹងបានទេត្រូវតែ install ចូលក្នុង computer មកអូខេអញ្ចឹងយើង git init ដើម្បី check មើលនៅ init បច្ចេកដើម្បីយើង init នៅបច្ចេក initialize ហ្នឹងអ្នកគ្នានេះអូខេអញ្ចឹងចាប់ដើម init ហើយអ្នកគ្នាអាច git status អូខេ git status នេះដើម្បី check មើលនៅ file របស់យើងឯគេ status file របស់យើងទាំងអស់នៅក្នុង code នឹងយើងអត់បាន commit ចូលទេអញ្ចឹងទាំងអស់ហ្នឹងបន្ទាប់អ្វីដែលអ្នកគ្នាត្រូវធ្វើគឺអ្នកគ្នាត្រូវ add អញ្ចឹងអ្នកគ្នា git add មកអញ្ចឹងអ្នកគ្នាត្រូវ add ទាំងអស់នេះ add file របស់យើងទាំងអស់នេះចូលទៅក្នុង package អូខេយើង git add មកអញ្ចឹងសម្រាប់ git add គឺ say git add ហើយដក click ហើយ full stop អូខេអញ្ចឹងខ្ញុំសុំ clear មួយតទៅពីយើង git add ហើយគឺយើងត្រូវធ្វើគេទៀតកន្លែងនេះអ្នកគ្នាអញ្ចឹងសូមបើអ្នកគ្នាភ្លេចអ្នកគ្នាអាចមើលកន្លែងនេះយើងអាច git init បើសិនបើអ្នកគ្នាចង់បាន readme file អ្នកគ្នាអាចយក readme file មក add readme file តែខ្ញុំអត់ត្រូវការទេបន្ទាប់គឺយើងត្រូវ git commit នេះអូខេអញ្ចឹងយើង say មក git commit -m ហើយនៅក្នុងនេះគឺអ្នកនរគ្នាអាចដាក់អីក៏បានដែរអូខេឥឡូវខ្ញុំដាក់ first commit អញ្ចឹងទៅអញ្ចឹងអ្នកគ្នាត្រូវ make sure ថាអ្នកគ្នា say command ហ្នឹងត្រូវហើយសូមអ្នកគ្នាអត់ច្បាស់ទេ copy ហើយយកមក paste មកអូខេអញ្ចឹងយើង commit នៅ project របស់យើងឯគេវា create នៅទាំងអស់ហ្នឹងឯងអូខេតោះឥឡូវយើង clear មួយទៀតសិន
ចឹងអ្វីយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវ remote នេះអ្នកគ្នាមក copy command ហ្នឹងមកអាខាងក្រោមគេនេះ git remote ចឹង remote ចូលទៅក្នុង repo ហ្នឹងគេ remote បានហើយបន្ទាប់គឺយើងត្រូវគេនេះ git brand -m main របស់យើងអូខេចឹងយើងដាក់មកចឹងបើ brand របស់អ្នកនរគ្នាជា master អ្នកគ្នាដាក់ master មកតែបើយើងជា main គឺយើងដាក់ main មកអូខេ boom ឃើញបានហើយបន្ទាប់គឺអ្នកគ្នា git push -u origin main អូខេអ្នកគ្នា push វាមកចឹងកូដរបស់យើងវាចាប់ដើម push ចូលទៅក្នុង git ហ្នឹងហើយវាធ្វើការ remote ចូលហើយអូខេឥឡូវយើង clear ចេញសិនមកហើយអ្នកគ្នាមក refresh អូខេអញ្ចឹងវាឃើញអំពី project របស់យើងហើយនេះវា push មកចូលទៅក្នុង GitHub account របស់គ្នាសូមអ្នកគ្នា readme file អ្នកគ្នាអាច create កន្លែងហ្នឹងមកហើយកន្លែងនេះវាបង្ហាញអំពី language code ដែលយើងប្រើអូខេប៉ុណ្ណឹងហើយអ្នកគ្នាតើតើនឹងរបៀបដែលយើងអាច push code ចូលក្នុង GitHub ហើយខ្ញុំនឹងមានវីដេអូសម្រាប់ចែកម្លែកអ្នកគ្នាបន្តទៀតហើយកុំភ្លេច subscribe ក៏ដូចជា follow ខ្ញុំអ្នកមួយផង